ខ្ញុំបានចាក់ចេញពីផ្ទះចូលក្នុងព្រៃជ្រៅនៅក្នុងក្រោយផ្ទះហ្នឹងវាមានព្រៃយ៉ាងជ្រៅហើយក៏បានប្រទះឃើញនៅសកម្មភាពដូចជាគេកំពុងតែធ្វើអ្វីមួយយើងក៏អត់ដឹងច្បាស់ថាគេធ្វើអីដែរដូចជាបើយើងប៉ាន់ស្មានដូចជាអំពើផ្លូវងងឹតអីក៏មិនដឹងគេមានរៀបចំមានទឹកក្រូចមានសាមានអុជធូបអុជទៀនហើយគេធ្វើរូបចងជាមួយនឹងវល្លិហើយមានអុជធូបពីលើអត់ដឹងថានេះគឺជាគេធ្វើអីនោះទេខ្ញុំក៏អត់ដឹងតែយើងបានចូលមករកម្ហូបអាហារនៅក្នុងព្រៃជ្រៅដែរហើយក៏បានប្រទះឃើញហើយយើងក៏អត់ដឹងថាគេធ្វើមន្តអាគមអីឬយ៉ាងណាទេអីពួកដែលគេចងចេះសុទ្ធតែមានមន្តមកគេហើយមកគេចងចាស់បុរាណគាត់បានថាបើសិនជាយើងដើរជួបនៅការគេធ្វើអញ្ចឹងគឺច្បាស់ជាគេធ្វើមន្តអីមួយហើយដូចជាមន្តខ្មៅមន្តងងឹតអីចឹងណានេះប្រហែលជាគេធ្វើមន្តងងឹតឬក៏អំពើថ្មផ្អាប់អីក៏មិនដឹងព្រោះយើងអត់ចេះយើងបានតែឃើញហើយបើសិនជានឹងបងប្អូនក៏ដូចជាអ្នកគ្រូលោកគ្រូដែលគាត់រៀននៅមន្តគេថាអញ្ចឹងគាត់អាចដឹងថាគេធ្វើអីហ្នឹងគាត់អាចជួយប្រាប់ផងបាទហើយយើងមានដើមឈើមួយធំហើយគេបានធ្វើពិធីហ្នឹងនៅក្រោមដើមឈើហ្នឹងតែម្ដងគេអុជធូបអុជទៀនមានកំប៉ុងទឹកក្រូចមានកំប៉ុងស្រាកំប៉ុងទឹកសុទ្ធស្ករគ្រាប់ក៏ដូចគេសូនរូបគេចងគេយកវល្លិរុំដូចធ្វើដូចមនុស្សធ្វើដូចជាពាមអញ្ចឹងហើយគេដាក់ធូបអុជធូបពីលើហ្នឹងហើយគេមានអុជធូបពីក្រោមទៅទៀតប្រហែលជាគេធ្វើមន្តអីមួយអញ្ចឹងណាបើនៅឆ្ងាយនឹកជប់ផ្ទះហើយចិត្តផ្ទះអីអាហ្នឹងយើងអត់សូវចាប់អារម្មណ៍តែវានៅក្នុងព្រៃជ្រៅណានៅក្នុងព្រៃស្ងាត់នឹងថាគេធ្វើអីអញ្ចឹងយើងអត់ដឹងអានេះវាចម្លែកនៅក្នុងការមើលរបស់យើងហើយប្រហែលជាមន្តអាគមងឹតអីក៏មិនដឹងអីស្នេហ៍អីក៏មិនដឹងមានតែអ្នកដែលគាត់ចេះទេខាងអាគមអាមទេបានគាត់ដឹងពេលគាត់ឃើញគាត់យល់ថាហ្នឹងគេធ្វើអីបើដូចយើងធម្មតាអញ្ចឹងគឺយើងអត់ដឹងបានតែឃើញបានតែសង្ស័យតែអត់ដឹងថាគេធ្វើអីឥឡូវមានដំបូកមានអីទៅដល់កន្លែងពិសេសឲ្យតែមានដំបូកមានអីចឹងបើចាស់ពីមុនគាត់ថាមានដំបូកមានអីមានគេធ្វើអីចឹងគឺសុទ្ធតែកន្លែងល្អហើយបាទនេះខ្ញុំគិតថាបើសិនជាគេធ្វើមន្តអាគមគេថាដូចជាមន្តខ្មៅមន្តថ្មផ្អាប់ហ្នឹងគឺវាពិបាកប្រហែលជាមនុស្សវាចង់ចាញ់ឈ្នះគ្នាឃើញគេរកស៊ីអីមានបានចឹងវាចង់ធ្វើឲ្យគេវិនិច្ឆ័យហិនហោចអីចឹងណា